ព្រះជាម្ចាស់ដែលយាងមកសង្គ្រោះលោកយូសេបនិងបងប្អូនទាំងអស់មានវ័យចាស់ជរាហើយបានស្លាប់អស់ទៅប៉ុន្តែកូនចៅរបស់គាត់បានរស់នៅក្នុងស្រុកអេស៊ីបពួកគេបានកើនចំនួនច្រើនឡើងទៅជាគ្រួសារដ៏ធំមួយក្រោយមកមានស្ដេចថ្មីមួយអង្គបានឡើងសោយរាជ្យប៉ុន្តែស្ដេចផារ៉ោនមួយអង្គនេះមិនបានចងចាំអំពីប្រវត្តិរបស់លោកយូសេបទេហើយស្ដេចនេះក៏ពុំចូលចិត្តនឹងរាជរបស់ព្រះជាម្ចាស់នោះដែរស្ដេចនោះក៏បានបង្ខំពួកគេឲ្យធ្វើជាទាសករបម្រើដាច់ថ្លៃរបស់ខ្លួនថែមទាំងបានវាយដំបង្ខំគេឲ្យធ្វើការរឹតតែខ្លាំងឡើងរាជរបស់ព្រះជាម្ចាស់បានស្រែកយំទូលសូមឲ្យព្រះអង្គយាងមកជួយសង្គ្រោះពួកគេហើយព្រះជាម្ចាស់បានឮសម្រែកធ្ងន់ធ្ងររបស់ពួកគេព្រះអង្គបាននឹកចាំពីសេចក្តីសន្យារបស់ទ្រង់ជាមួយនឹងលោកអាប់រ៉ាហាំថាព្រះអង្គនឹងជួយថែរក្សាបណ្ដាជនរបស់គាត់ព្រះអង្គនឹងរកផ្លូវរំដោះពួកគេឲ្យមានសេរីភាពនៅថ្ងៃមួយលោកម៉ូសេកំពុងតែឃ្វាជាមរបស់គាត់បានក្រឡេកមើលទៅឃើញគុម្ពបន្លាមួយមានភាពខុសពីធម្មតាដែលមានភ្លើងឆេះភ្លឹបភ្លែតប៉ុន្តែស្លឹករបស់វាមិនបានឆេះឡើយដូច្នេះគាត់ក៏បានចូលទៅជិតដើម្បីពិនិត្យមើលសំឡេងខ្លាំងមួយក៏ក្រោកឡើងថាម៉ូសេលោកម៉ូសេបានលោតថយក្រោយព្រោះគុម្ពបន្លានិយាយមកកាន់គាត់ព្រះជាម្ចាស់មានបន្ទូលថាយើងបានឮរាជយើងស្រែករកយើងហើយយើងបានឃើញទឹកភ្នែករបស់ពួកគេហេតុនេះហើយបានជាយើងចង់ចុះមកជួយដើម្បីសង្គ្រោះពួកគេចូលឯងទៅប្រាប់ស្ដេចផារ៉ោនឲ្យដោះលែងរាជរបស់យើងឲ្យមានសេរីភាពទៅលោកម៉ូសេមានការភ័យខ្លាចប៉ុន្តែព្រះជាម្ចាស់មានបន្ទូលថាយើងនឹងនៅជាមួយឯងលោកម៉ូសេបានធ្វើដំណើរទៅជួបស្ដេចផារ៉ោនលោកម៉ូសេចាប់ផ្ដើមនិយាយថាអូស្ដេចផារ៉ោនអើយព្រះជាម្ចាស់បានមានបន្ទូលថាស្ដេចផារ៉ោនឆ្លើយកាត់ថាព្រះជាម្ចាស់ដូចជាមិនដែលឮអំពីព្រះជាម្ចាស់នោះទេលោកម៉ូសេនៅតែបន្តថាព្រះជាម្ចាស់បានមានបន្ទូលថាចូលដោះលែងរាជរបស់ទ្រង់ឲ្យមានសេរីភាពទៅតែស្ដេចផារ៉ោនឆ្លើយតបថាហេតុអ្វីបានជាអញត្រូវដោះលែងគេចេញអញមិនចង់ដោះលែងហើយក៏នឹងមិនដោះលែងគេដែរដូច្នេះទ្រង់នឹងមិនព្រមដោះលែងគេដែរហេតុដូច្នេះហើយបានជាព្រះជាម្ចាស់បានប្រមានដល់ស្ដេចផារ៉ោន10ដងថានឹងមានគ្រោះកើតឡើងមុនដំបូងព្រះជាម្ចាស់បានធ្វើឲ្យទឹកទន្លេនីលក្លាយទៅជាឈាមគ្មាននរណាម្នាក់អាចនឹងផឹកទឹកនោះបានឡើយប៉ុន្តែស្ដេចផារ៉ោននៅតែមិនព្រមដោះលែងពួកគេចេញទេដូច្នេះព្រះជាម្ចាស់បានធ្វើឲ្យមានសត្វកង្កែបហក់លោតផ្លោះគ្រប់កន្លែងនៅលើគ្រែរបស់អ្នកក៏មានកង្កែបនៅលើសក់របស់អ្នកក៏មានកង្កែបនៅក្នុងសម្លរបស់អ្នកក៏មានកង្កែបពាសពេញគ្រប់ទីកន្លែងទាំងអស់សុទ្ធតែកង្កែបស្ដេចផារ៉ោនស្រែកឡើងថាធ្វើឲ្យវាចេញបាត់ទៅវិញទៅបន្ទាប់មកបណ្ដាជនឯងអាចនឹងចេញទៅបានហើយដូច្នេះព្រះជាម្ចាស់ក៏ដកយកសត្វកង្កែបចេញបាត់អស់ទៅប៉ុន្តែស្ដេចផារ៉ោនបានបដូរចិត្តវិញដោយបញ្ជាថាពួកឯងមិនអាចចេញទៅបានទេបន្ទាប់មកព្រះជាម្ចាស់បញ្ជូនសត្វចៃជាច្រើនលើសលប់ប៉ុន្តែស្ដេចផារ៉ោននៅតែមានបន្ទូលថាទៅមិនបានឡើយដូច្នេះបន្ទាប់មកព្រះជាម្ចាស់បញ្ជូនវងសត្វរុយហើរឮសូរងងចិត្តចូលភ្នែកអ្នកឬរុយពាសពេញគ្រប់កន្លែងហើយក្រោយមកទៀតព្រះជាម្ចាស់បានបញ្ជូនជំងឺពងខ្ទុះដុំព្រិលធំនិងហ្វូងកណ្ដូបបន្ទាប់មកមានភាពងងឹតទោះជានៅពេលថ្ងៃក៏ដោយវាហាក់ដូចជាការបង្កើតនឹងអ្វីគ្រប់យ៉ាងត្រូវបានប្រែដូចពីមុនដែលមិនទាន់បានបង្កើតគឺបានត្រឡប់ទៅជាភាពងងឹតវិញជាភាពទទេគ្មានអ្វីទាល់តែសោះប៉ុន្តែគ្រប់ពេលទាំងអស់ដែលស្ដេចផារ៉ោនបានមានបន្ទូលថាបញ្ឈប់ការនេះទៅរួចហើយអញនឹងឲ្យពួកឯងចេញទៅហើយគ្រប់ពេលទាំងអស់ដែលព្រះជាម្ចាស់បានបញ្ឈប់ការនោះស្ដេចផារ៉ោនបានប្តូរចិត្តហើយមានបន្ទូលថាការពិតនោះគឺវាមិនអាចទៅរួចទេឯងមិនអាចទៅបានឡើយទីបំផុតលោកម៉ូសេបានប្រមានស្ដេចផារ៉ោនថាទ្រង់ត្រូវតែស្ដាប់បង្គាប់ព្រះជាម្ចាស់ប្រយ័ត្នព្រះអង្គបញ្ជូនការអាក្រក់បំផុតមកតែស្ដេចផារ៉ោនបែរជាសោកចំអកទៅវិញដូច្នេះព្រះជាម្ចាស់មានបន្ទូលថាកូនប្រុសច្បងនៃគ្រួសារអេស៊ីបនីមួយត្រូវតែស្លាប់ប៉ុន្តែពួករាជយើងនឹងបានសុខវិញ
ព្រះជាម្ចាស់មានបន្ទូលប្រាប់ទៅរាស្ត្រទ្រង់ឲ្យយកកូនឈាមដ៏ល្អឥតខ្ចោះមកសម្លាប់ហើយយកឈាមវាខ្លះទៅលាបនៅមាត់ទ្វារផ្ទះខាងមុខលោកម៉ូសេបានពន្យល់គេថាកាលណាព្រះជាម្ចាស់យាងកាត់មុខផ្ទះពួកឯងព្រះអង្គនឹងឃើញឈាមហើយទ្រង់នឹងបានដឹងថាឈាមបានស្លាប់ជំនួសឯងហើយនៅយប់នោះដូចជាព្រះជាម្ចាស់បានមានបន្ទូលមែនភាពងងឹតសូន្យសងនោះបាននាំមកនៅសម្រែកដែលស្រែកយ៉ាងដាច់សរសៃកគួរឲ្យរន្ធត់ចេញមកពីច្រកផ្លូវនៃព្រះរាជវាំងកូនប្រុសច្បងរបស់ស្ដេចផារ៉ោនបានស្លាប់ហើយនៅទីបំផុតស្ដេចផារ៉ោនក៏បានធ្វើតាមការដែលព្រះជាម្ចាស់បានបង្គាប់ស្ដេចផារ៉ោនបានស្រែកប្រាប់ថាចេញទៅឲ្យពួកគេចេញទៅដូច្នេះហើយនៅគ្រាយប់នោះលោកម៉ូសេនិងរាជរបស់ព្រះជាម្ចាស់បានភៀសខ្លួនចេញពីស្រុកអេស៊ីបនិងចេញពីភាពជាទាសករបម្រើដាច់ថ្លៃដែរទីបំផុតពួកគេមានសេរីភាពហើយរាជរបស់ព្រះជាម្ចាស់បានចងចាំជានិច្ចនៅការជួយសង្គ្រោះដ៏ធំនេះហើយគេបានដាក់ឈ្មោះយប់នោះថាបុណ្យរំលងប៉ុន្តែនៅមានសេចក្តីសង្គ្រោះដ៏ធំមួយទៀតនឹងមកដល់ជាច្រើនឆ្នាំកន្លងមកព្រះជាម្ចាស់នឹងធ្វើការនេះម្ដងទៀតព្រះអង្គនឹងយាងចុះមកម្ដងទៀតដើម្បីជួយសង្គ្រោះរាជរបស់ទ្រង់ប៉ុន្តែលើកនេះព្រះអង្គនឹងជួយសង្គ្រោះឲ្យពួកគេមានសេរីភាពដែលនឹងនៅអស់កលជានិច្ច